បាទដើម្បីឲ្យយើងទាំងអស់គ្នាមានសេរីសុខស្ដីនៅក្នុងឆ្នាំថ្មីនេះយើងខ្ញុំទាំងអស់គ្នាក៏បានមូលមតិគ្នាបង្កើតកម្មវិធីដ៏តូចមួយនេះដើម្បីរឹតចំណងមិត្តភាពនិងសាមគ្គីភាពក្នុងនាមជាបងប្អូនសាច់ឈាមតែមួយនៅក្នុងឆ្នាំថ្មីនេះក៏ដូចជាឆ្នាំទៅថ្ងៃមុខជារៀងរហូតហើយខ្ញុំបានសូមជម្រាបថាអ្នកបង្កើតកម្មវិធីនេះគឺមានពីររូបបាទទី1គឺបងជួយសុភាពនិងភរិយាបាទទី2គឺបង Robert Mappel Hamster Nice Guy និងភរិយាបាទលោកស្រីបានជ្រាបហើយថាបងជួយសុភាពគឺជាតារាចម្រៀងដ៏ល្បីជាច្រើនទសវត្សរ៍មកហើយបទចម្រៀងរបស់លោកគឺល្បីបំផុតនៅក្នុងបណ្ដាញសង្គម Facebook និង YouTube ដែលមានអ្នកគាំទ្ររហូតដល់រាប់សិបលាននាក់បាទបងជួយសុភាពមិនត្រឹមតែជាសិល្បករអ្នកចម្រៀងដ៏ល្បីទេក៏ប៉ុន្តែបងក៏ជាកវីនិពន្ធនិងជាតន្ត្រីករដ៏ជំនាញផងដែរបើយើងទាំងអស់គ្នាបានស្ដាប់បទចម្រៀងរបស់គាត់នៅក្នុងបណ្ដាញសង្គម Facebook និង YouTube នោះយើងទាំងអស់គ្នានឹងបានទទួលអារម្មណ៍រីករាយសប្បាយចិត្តបាត់ទុក្ខកង្វល់ទាំងឡាយដោយការបញ្ចេញសំនៀងដ៏ផ្អែមនិងមានទឹកដមរបស់គាត់ដូច្នេះសូមលោកស្រីមេត្តាអបអរសាទរដោយស្នូលតែដៃជូនគាត់មួយបាទបន្តមកទៀតគឺបង Robert Mappel Hamster Nice Guy គាត់ក៏ជាសិល្បករមួយរូបដែរដែលល្បីនៅក្នុងទីក្រុងស្តុកតុនយើងនេះបាទរកកម្មវិធីផលឬក៏កម្មវិធីតាមគេហៅថាក្តីឲ្យជំរាបរូបគាត់នោះបងប្អូននឹងសប្បាយរីករាយនៅបទជាបន្តបន្ទាប់ដែលគាត់មានជំនាញខាងកាច់ឧបករណ៍ Guitar Solo ដូច្នេះសូមអបអរសាទរមួយបាទមិនត្រឹមតែប៉ុណ្ណោះយើងក៏មានតារាចម្រៀងតារាសម្ដែងចូលរួមដ៏ច្រើនកកកក្នុងរាត្រីនេះហើយតារាចម្រៀងនិងតារាសម្ដែងដូចជាបង Anissa បាទគាត់ជាតារាចម្រៀងប្រចាំនៅស្តុកតុនផងហើយក៏ជាតារាសម្ដែងផងដែរបាទសូមអបអរសាទរមួយបាទហើយបន្តទៀតអូនស្រីពៅសំណាគឺជាតារាចម្រៀងដ៏ល្បីប្រចាំទីក្រុងស្តុកតុនហើយក៏ជាតារាសម្ដែងដែលសូមអបអរសាទរមួយបាទហើយបន្តមកទៀតគឺប្អូនស្រីសារ៉ាក៏ជាតារាសម្ដែងនៅក្នុងផលិតកម្មជាមួយបងអានីបងជាសុភាពបងឯងបាទសូមរំជើញណាបាទមិនត្រឹមតែប៉ុណ្ណោះយើងមានតារាកិត្តិយសភាពកិត្តិយសបាទចូលច្រើននៅក្នុងកម្មវិធីនេះផងដែរហើយខ្ញុំបាទឆ្លៀតឱកាសនេះក៏សូមអធិស្ឋានចំពោះលោកស្រីបាទដែលជួយមកហើយក្នុងការទទួលប្រសិនបើជាមានអូសូមទោសមិនអត់បានឃើញបាទសូមបន្តទៀតបាទចុងក្រោយនេះគឺតារាប្អូនពៅគឺដាលីបាទតារាចម្រៀងនិងតារាសម្ដែងផងដែរបាទសូមបាទថ្ងៃនេះយើងជុំគ្នាល្អណាស់សិទ្ធិតារាសម្ដែងនិងសិទ្ធិតារាចម្រៀងបាទដូច្នេះដើម្បីអបអរសាទរក្នុងឆ្នាំថ្មីនេះហើយចាប់ពីថ្ងៃនេះទៅខ្ញុំបានសូមប្រកាសថាយើងមិនត្រឹមតែរាប់អានគ្នាទេយើងនឹងខ្លាយទៅជាបងប្អូនសាច់ឈាមតែមួយចាប់ពីឆ្នាំនេះតទៅហើយរហូតដល់ឆ្នាំថ្ងៃមុខទៀតបាទដូចគ្នាក្នុងរាត្រីនេះ
ខ្ញុំបាទសូមជម្រាបថាយើងនឹងចូលរួមកំសាន្តរំសប្បាយបាទទាំងអស់គ្នាហើយជាពិសេសទៀតគឺបងនៅខាងក្រៅអីនេះគឺថាយើងចូលមកសប្បាយទាំងអស់គ្នានៅក្នុងឆ្នាំថ្មីនេះហើយជាទឹកបញ្ចប់នៅក្នុងឆ្នាំថ្មីនេះជួបមុខឲ្យបងជួយសុភាពនិងបង Robert Napel គឺខ្ញុំបាទសូមប្រសិទ្ធពរឆ្នាំថ្មីសូមឲ្យលោកស្រីបាទទទួលនូវពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈនិងពលៈកំបីលៀនឡើងដូចជាសូមប្រគល់នីតិជូនបងក្នុងផ្នែកកទាំងពីរបាទសូមជេរដល់អរគុណ Thank you very much. Thank you very much.នៅស្រុកនេះថ្ងៃចុងសប្តាហ៍គឺជាថ្ងៃសំខាន់ណាស់ព្រោះម្នាក់នឹងធ្វើការចាប់ពីថ្ងៃច័ន្ទរហូតដល់ល្ងាចថ្ងៃសុក្រអញ្ចឹងឲ្យបានគេជុំគ្នានឹងភាគច្រើនគឺល្ងាចថ្ងៃសៅរ៍គេជុំគ្នានឹងផឹកស៊ីច្រៀងរាំសប្បាយអញ្ចឹងទៅដើម្បីបំបត្តិភាពនឿយហត់កន្លងមកណាហើយក៏ដើម្បីទទួលបាននូវភាពរីករាយសារជាថ្មីដើម្បីឲ្យជីវិតយើងនឹងវាមានន័យសម្រាប់ថ្ងៃស្អែកនិងថ្ងៃខាងស្អែកអីចឹងទៅប
បាទវីដេអូនេះគឺចង់បញ្ជាក់ថាថ្ងៃចុងសប្តាហ៍គឺជាថ្ងៃសប្បាយៗណាស់សម្រាប់អ្នកដែលនៅអាមេរិកភាគច្រើនណាបាទ